ទូការរិះគន់ចំគេសង្ស័យថាមានការបើកដៃឲ្យទំនិញកិច្ចពន្ធឆ្លងដែនខុសច្បាប់យ៉ាងអនាធិបតេយ្យនៅច្រករបៀងប៉ុស្តិ៍សំរោងស្រុកចន្ទ្រាខេត្តស្វាយរៀងនៅថ្ងៃទី25ខែមិថុនាឆ្នាំ2026កន្លងទៅនេះសកម្មភាពដឹកជញ្ជូនទំនិញកិច្ចពន្ធឆ្លងដែនទៅមករវាងកម្ពុជានិងវៀតណាមតាមរយៈរថយន្តវេអងធំត្រូវគេរាយការណ៍ថាកំពុងកើតមានឡើងយ៉ាងអនាធិបតេយ្យទាំងយប់ទាំងថ្ងៃនៅចំណុចច្រករបៀងប៉ុស្តិ៍នគរបាលច្រកការពារព្រំដែនសំរោងស្ថិតនៅក្នុងភូមិពោមេស្នកស្រុកចន្ទ្រាខេត្តស្វាយរៀងតាមប្រភពព័ត៌មាននិងរូបភាពពីប្រភពសារព័ត៌មានជាច្រើនដែលបានចុះផ្តិតយករូបភាពផ្ទាល់បានបង្ហាញឲ្យឃើញពីសកម្មភាពដឹកជញ្ជូនទំនិញផ្សេងឆ្លងកាត់ដោយសង្ស័យថាมันមានការត្រួតពិនិត្យឬបងពុនត្រឹមត្រូវពីសំណាក់មន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះឡើយសកម្មភាពនេះបានធ្វើឲ្យមហាជនដាក់ការសង្ស័យថាអាចមានការខុបខិតគ្នាស្អិតរមួតរវាងក្រុមឈ្មួញនិងមន្ត្រីប្រចាំការមួយចំនួនដើម្បីផលប្រយោជន៍បុគ្គលនិងបពុដែលទង្វើនេះកំពុងតែបង្កឲ្យមានការលេចធ្លាយនិងបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរបច្ចុប្បន្នមហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពបាននឹងកំពុងសម្ដែងការព្រួយបារម្ភនិងគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តមពេញពូសាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងលោកឧត្តមសេនីយ៍តូពេជ្រវីរៈស្នងការនៃស្នងការដ្ឋានខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រីប៉ានសេរ៉ូស្នងការរងទទួលបន្ទុកផែនវីរៈព្រំដែនមេត្តាជួយចាត់មន្ត្រីជំនាញបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីទប់ស្កាត់ការនាំទំនិញកិច្ចពន្ធនៅច្រករបៀងខាងលើព្រមទាំងមានវិធានការច្បាប់ឲ្យបានតឹងរឹងចំពោះមន្ត្រីខិលខូចណាដែលហ៊ានខុបខិតជាមួយឈ្មួញបើកដៃឲ្យមានបទល្មើសដើម្បីវាកាត់ភាពមិនប្រក្រតីនេះនឹងការពារចំណូលថវិកាជាតិយើងខ្ញុំនឹងរងចាំការបកស្រាយបំភ្លឺពីសម័យខ្លួនឬសមត្ថកិច្ចដែលពាក់ព័ន្ធគ្រប់ពេលវេលាដើម្បីភាពសុក្រិតនៃសារព័ត៌មានបងប្អូនថ្ងៃទី25ខ្ញុំយកវីដេអូរូបភាពបន្ថែមទៀតឲ្យលម្អិតនៅក្នុងគោលដៅរបស់ច្រកសំរោងនេះបងប្អូនអើយចតឡាស្កបងប្អូនតិចពុនឡាស្កតិចពុនប្រើណាស់ប្រើដល់បងប្អូនខ្ញុំបញ្ជាក់ថ្ងៃទី25ខែ6ឆ្នាំ2026នេះខ្ញុំមកយករូបភាពលម្អិតឲ្យបងប្អូនប្រិមិត្តពិសេសគឺថ្នាក់ដឹកនាំតែហ្មងនេះស្រុកចន្ទ្រាខេត្តស្វាយរៀងយើងនេះសូមអរគុណសូមជម្រាបលា